ឡាការព្រំប្រទានអន្តរជាតិនេះគឺអត់រើសមុខទេអ្នកណាក៏ប្តឹងបានដែរម្នាក់ប្រជាប្រដ្ឋម្នាក់នៅក្នុងប្រទេសហ្នឹងក៏ប្តឹងបានសមាជិកមួយសេនរបស់ក្រុមគល់ឫស្សីគឺជាឯកជនដែលអត់ប្តឹងបានទេដូចក្មួយមូនពេជ្រគាត់ប្តឹងអញ្ចឹងប្តឹងអត់បានទេអត្ថបទនៅក្នុងពេលនេះគឺអធិប្បាយអំពី23តុលាពួកគល់ឫស្សីឯឆ្កាច់តបែឆ្កោកកំពុងតែចាញ់រឿងភូតមួយដើម្បីប្រមូលស្រោមសម្បត្តិពីបងប្អូនណាដែលឆោតអកញ្ឆេងលើពាក្យឃោសនាភូតកុហកខ្ញុំចេមសុកជាវាគ្មិនសង្គមដែលតែងតែបកស្រាយរឿងល្អក់ឲ្យថ្លារឿងមិនច្បាស់ការឲ្យភ្លឺរីឯរឿងទន្ទឹឲ្យសាបច្បាស់លាស់រសជាតិរបស់វាឥឡូវនេះពួកគល់ឫស្សី23តុលាណាឯឆ្កាច់តបែឆ្កោកក៏បានបំពងសំឡេងភូតកុហករបស់ពួកវាស្ដីអំពីបណ្ដឹងរបស់ពួកវាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ The International Criminal Court ICC ដូច្នេះនៅក្នុងនេតិនេះខ្ញុំនឹងគូសបញ្ជាក់សារជាថ្មីថារឿងដែលកំពុងតែបំផ្លោងនៅក្នុង social media បញ្ជាក់អំពីដំណឹងល្អនោះគឺជារឿងបោកភូតមិនច្បាស់លាស់គេហៅថាជា scam នយោបាយប្រមូលស្រោមសម្បត្តិពីជនដែលឆោតល្ងង់តែប៉ុណ្ណោះសូមជម្រាបថាតុលាការព្រហ្មទណ្ឌអន្តរជាតិ The ICC មានដូចតទៅដំបូងសំណួរសួរថាតើនរណាអាចប្តឹងបានរឿងនេះខ្ញុំបានអធិប្បាយរួចហើយកាលពីបងប្អូនភ្ញាក់ផ្អើលជឿថាក្មួយមូនពេជ្រអញ្ចឹងណាដែលជានាយទាហានជើងទឹកសិក្សានៅសហរដ្ឋអាមេរិកបណ្ឌិតស្ថានកងទ័ពជើងទឹកនោះប្តឹងថៃពីបទសង្គ្រាមបងប្អូនមានចាំក្មួយមូនពេជ្រទេឥឡូវខ្ញុំអត់ឃើញគាត់លើទំព័រ Facebook ទៀតទេគឺបងប្អូនបានក្រវីទង់ស្រែកជយោហូកញ្ជ្រៀវថាមូនពេជ្រគឺជាកូនខ្មែរដ៏អស្ចារ្យម្នាក់ដែលបានដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រកបដោយជោគជ័យឥឡូវខ្ញុំបានពេលនោះខ្ញុំបានបញ្ជាក់បងប្អូនអំពីបែបបទដែលតម្រូវការក្នុងការដាក់ពាក្យប្តឹងបងប្អូនពេលនោះប្រហែលជាគិតថាខ្ញុំនេះណាខ្ញុំនេះចូលចិត្តណាចូលចិត្តនិយាយនៅពាក្យដែលមិនធ្វើឲ្យខ្មែរយើងមានសង្ឃឹមខ្ញុំចូលចិត្តឲ្យមានសង្ឃឹមប៉ុន្តែខ្ញុំមិនចូលចិត្តសង្ឃឹមខ្យល់ទេសង្ឃឹមថានឹងបានប៉ុន្តែជួបស្រីកល្យានមុខខ្មោដូចសត្វកណ្ដៀសេចក្តីស្នេហារបស់យើងទាំងអស់គ្នា
ជួបតែរឿងសัตว์កណ្ដៀគៀក៏ចង់បានស្រោមសម្បត្តិពួកអាបបេថោកបោកអស់30ឆ្នាំហើយតែបងប្អូនខ្មែរអើយចេះតែបន្តជឿទៀតមួយថ្ងៃវាបោកតល់អស់ស្នៀតឥឡូវអាបបេថោកចេញមកទៀតប្រូថាឡើង ICC នេះប្រែថាអញកំពុងរកស៊ីអញមិនដែលគិតអ្នកណាទេអញចង់បានស្រោមសម្បត្តិបងប្អូនទស្សនីយភាពដែលកំពុងកើតឡើងនេះគឺអញ្ចឹងខ្ញុំនិយាយសាច់ការឲ្យបងប្អូនដែលជឿថាសាច់គោយល់ឲ្យច្បាស់ម្ដងទៀត International Criminal Court តុលាការព្រហ្មទណ្ឌអន្តរជាតិសំណួរសួរថាតើនរណាអាចដាក់ពាក្យបណ្ដឹងបានចម្លើយដូចតទៅណា Who can bring a case to ICC តើនរណាអាចដាក់ពាក្យបណ្ដឹងបានទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ The ICC is not like national court ICC មិនមែនដូចតុលាការតាមប្រទេសទេណា where individuals can file cases ដែលយើងអាចប្តឹងបានធម្មតាតាមឋានានុក្រមនៃប្រព័ន្ធតុលាការក្នុងប្រទេសទេ ICC ទទួលបណ្ដឹងតែរឿងធំដូចតទៅដូចជា genocide ប្រល័យពូជសាសន៍ crime against humanity អក្រិតកម្មប្រឆាំងនឹងមនុស្សជាតិ war crimes អក្រិតកម្មសង្គ្រាម crimes of aggression អក្រិតកម្មឈ្លានពានសំខាន់តុលាការយុត្តិធម៌តុលាការព្រហ្មទណ្ឌអន្តរជាតិគេមិនមែនប្តឹងទៅដោយឋានានុក្រមតុលាការក្នុងស្រុកទេគេប្តឹងតែលើអំពើអក្រិតធំដូចជាអក្រិតប្រល័យពូជសាសន៍អក្រិតប្រឆាំងមនុស្សជាតិអក្រិតសង្គ្រាមនិងអក្រិតឈ្លានពានហើយមានតែអង្គការមួយចំនួនទេដែលអាចដាក់ពាក្យបណ្ដឹងបានឯកជនមនុស្សមួយក្រុមមនុស្សម្នាក់មនុស្សមួយកងបើសិនជាអង្គការនោះមិនស្ថិតនៅក្នុងនីតិវិធីដែល ICC ទទួលពាក្យបណ្ដឹងទេគឺមិនអាចប្តឹងបានឡើយ Individual cannot file suit start a case bring changes submit formal complaint to the ICC ឯកជនមិនអាចនឹងដាក់ពាក្យបណ្ដឹងទៅ ICC ទេឥឡូវចូលដល់សំណួរសួរថាតើនរណាអាចប្តឹងទៅ ICC បានចាប់កាហ្វេបន្តិចសិនព្រោះម្សិលមិញធ្វើទុកពេកក៏ដេកសិនទៅតើនរណាអាចប្តឹងទៅ ICC បាន Who can refer or trigger an ICC investigation តើអ្នកណាអាច
បំពេញលិខិតឡើងទៅ ICC ដែលបណ្ដាលឲ្យមានការស៊ើបអង្កេតពីតុលាការ ICC មួយអ្នកអាចបំពេញការតវ៉ាបានអ្នកអាចបំពេញការតវ៉ាបានទៅ ICC គឺត្រូវតែជាអង្គការរដ្ឋពលអ្វីនៅក្នុងពេលអង្គការរដ្ឋគឺរដ្ឋាភិបាលនៃរដ្ឋមួយ a state party ករណីទី1គេអាចប្តឹងទៅ ICC បានលុះត្រាតែជាអង្គការរដ្ឋាភិបាលដែលនៅក្នុងទីនេះកុំច្រឡំគឺជា government of a state ដែលភាសាអង់គ្លេសគេហៅថា state party ភាគីដែលបំពេញបណ្ដឹងជារដ្ឋណា country that join the Rome Statute ហើយនៅក្នុងរដ្ឋាភិបាលដែលអាចប្តឹងទៅ ICC បានគឺរដ្ឋាភិបាលនោះជាសមាជិកនៃលក្ខន្តិកៈក្រុងរ៉ូមម្ដងទៀតនរណាអាចប្តឹងទៅ ICC បានឯកជនមិនអាចប្តឹងទៅ ICC បានទេមានតែអង្គការមួយចំនួនទើបអាចប្តឹងបានតើអង្គការណាអាចឡើងលិខិតស្នាមប្តឹងទៅ ICC បានគឺទី1គឺជាភាគីប្រទេសមួយរដ្ឋមួយនគរមួយដែលអ្នកដាក់ពាក្យបណ្ដឹងនោះគឺជារដ្ឋាភិបាលលក្ខខណ្ឌមានដូចតទៅរដ្ឋាភិបាលនោះត្រូវតែជារដ្ឋាភិបាលដែលបានចូលរួមក្នុងលក្ខន្តិកៈក្រុងរ៉ូមណាលក្ខន្តិកៈក្រុងរ៉ូមគឺត្រូវចូលរួមក្នុងRome Statute នៅក្នុងលក្ខន្តិកៈក្រុងរ៉ូមអញ្ចឹងភាគីរដ្ឋាភិបាលនៃប្រទេសមួយមិនមែនទាំង199ប្រទេសក្នុងពិភពលោកហ្នឹងអាចប្តឹងបានទេទាល់តែរដ្ឋាភិបាលហ្នឹងជាសមាជិកនៃលក្ខន្តិកៈក្រុងរ៉ូមឥឡូវនេះពិចារណាម្ដងណាពិចារណាម្ដងសិនអ្នកដែលអាចប្តឹងបានអ្នកដែលអាចបំពេញលិខិតស្នាមបានគឺ A state party ហើយ state party នោះគឺជា country ដែលជាសមាជិកនៃលក្ខន្តិកៈក្រុងរ៉ូមទើបអាចប្តឹងបានណាទើបអាចប្តឹងបានភាគីមួយទៀតអាចប្តឹងបានដែរតែគ្រាន់តែជា reference ទេមិនមែនប្តឹងចំតួទេគ្រាន់តែធ្វើសេចក្តីយោងគឺ the UN Security Council គេហៅថាក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិទី2ទី3អ្នកដែលអាចនាំនៅបណ្ដឹងនឹងទៅមុខបានគឺ the ICC prosecutor ដែលខ្ញុំប្រែជាភាសាខ្មែរសម័យពីដើមគេហៅថាសភាចារបុរសនៃតុលាការ ICC សភាចារបុរសឥឡូវនេះគេហៅអីចឹងទៅរដ្ឋអាជ្ញាឬក៏តុលាការអាជ្ញាអញ្ចឹងខ្ញុំប្រែឲ្យស្ដាប់ទៀតពាក្យថា prosecutor តុលាការ ICC អាចដំណើរការទៅមុខបានដោយសកម្មភាពចលកររបស់ prosecutor ប្រែថាអ្នកនាំបណ្ដឹងអញ្ចឹងបញ្ជាក់មកវិញទី1អ្នកប្តឹង ICC បានត្រូវតែជា state party ជារដ្ឋាភិបាលនៃប្រទេសមួយដែលសមាជិក
ជាសមាជិកនៃលក្ខន្តិកៈក្រុងរ៉ូមទី2 UNSC the United Nations Security Council គឺក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិអាហ្នឹងអញ្ចឹងទី3សភាចារៈបុរសរបស់ ICC the ICC prosecutor ទី3ឥឡូវនេះបញ្ជាក់ឲ្យច្បាស់កុំឲ្យពួកគល់ឫស្សី23ដុល្លារឯឆ្កាច់កណ្ដាញ់ស្ញួយតប៉ែឆ្កោកភូតបានខ្ញុំជាជេមសុកមានប្រវត្តិមួយថាខ្ញុំពំភ្លឺសាច់រឿងខុសគេតែយ៉ាងហោចណាស់ក៏2%អ្វីដែលខ្ញុំបកស្រាយគឺចាញ់ការពិតអញ្ចឹង2%ខ្ញុំអត់និយាយ80%ទេខ្ញុំអត់ចេះអួតទេណាក្បួនបោកភូតយកស្រោមសបុតចេញមកទៀតអូខេណានឹងអញ្ចឹងអរគុណ James X ណាបើខ្ញុំកុហកក៏ខ្ញុំអរគុណដែរដែល James X ឯងខំប្រឹងមកមើលខ្ញុំពីព្រោះនៅពេលដែលពួកតាប៉ែឆ្កោកកណ្ដាញ់ស្ញួយឯឆ្កាច់23ដុល្លារនិងពួកក្រុមគល់ស័យផ្សាយវាអត់មានអ្នកមកមើលណាដោយសារអ្វីដោយសារការបោកភូតបានធ្វើឲ្យខ្មែរច្រើនរួមទាំងខ្ញុំដែលជួយបំភ្លឺខ្មែរតាំងពីបបេថោកណាតាំងពីរហស្សនាមបបេថោកមកចូលរហស្សនាមថ្មីគុលសំគុលឬស័យណាស្ដីអត់បានការប្រាថ្នាតែស្រោមសម្បត្តិ23ដុល្លារឯឆ្កាច់តប៉ែឆ្កោកខ្ញុំចេមសុកជាអ្នកដែលលើកមកបកស្រាយតាំងពី2017អំពីសារធាតុបោកភូតខ្មែរស្លូតត្រង់ឥឡូវនេះក្រោយពីដឹងថាប្រទេសមួយដែលជាសមាជិកលក្ខន្តិកៈរ៉ូមទើបអាចប្តឹងបានមានតែក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិទើបអាចប្តឹងបានមានតែសភាចារៈបុរស ICC the prosecutor ទើបអាចប្តឹងបាន individual cannot bring case ណាគឺឯកជនមិនអាចប្តឹងបានទេកាលនោះខ្ញុំឆ្លើយអំពីភាពដែលខ្មែរយើងគិតថាក្មួយមូនពេជ្រប្តឹងបានខ្ញុំប្រាប់ថាធ្វើចុះតែប្តឹងអត់បានទេខ្ញុំអត់ហាមក្មួយមូនពេជ្រទេខ្ញុំត្រេកអរណាស់ប៉ុន្តែខ្ញុំថាប្តឹងមិនបានឥឡូវពិចារណាករណីទី1ករណីរដ្ឋាភិបាលប្រទេសមួយអាចប្តឹងបានតើរដ្ឋាភិបាលដែលប្តឹងទៅ ICC គឺជាអ្វីគឺជាសមាជិកនៃលក្ខន្តិកៈក្រុងរ៉ូមប្រសិនបើរដ្ឋាភិបាលនោះមិនចុះហត្ថលេខាទទួលខុសត្រូវលើលើលក្ខន្តិកៈក្រុងរ៉ូមទេប្តឹងទៅ ICC អត់បានទេអញ្ចឹងយើងមើលសិនតើអា20ដុល្លារឯឆ្កាច់តប៉ែឆ្កោកកណ្ដាញ់ស្ញួយដែលប្រកាសនៅឆ្នាំ2025ក្រោមអាគុលអាស័យវាជាហត្ថលេខីនៃលក្ខន្តិកៈក្រុងរ៉ូមទេចម្លើយឆ្លើយថាអា23ដុល្លារឯឆ្កាច់វាអត់คล้ายជាហត្ថលេខីអ្នកដែលចុះហត្ថលេខាក្នុងលក្ខន្តិកៈក្រុងរ៉ូមទេបើវាមិនមែនជាហត្ថលេខីនៃលក្ខន្តិកៈក្រុងរ៉ូមវាប្តឹងអត់បានទេក្នុងនាម23ដុល្លារឯឆ្កាច់តប៉ែឆ្កោក
ស្ដាប់ឲ្យបានសូមមេត្តាកុំចេះតែជោគហើយឲ្យគេបោកតាំងពីអា23ដុល្លារឯឆ្កាច់តប៉ែឆ្កោកកើតមកគ្មានការទទួលស្គាល់ពីរដ្ឋណាមួយនិងអង្គការសហប្រជាជាតិទេវាក៏មិនអាចទៅចុះហត្ថលេខាណាវាមិនអាចចុះហត្ថលេខានៅក្នុងលក្ខន្តិកៈក្រុងរ៉ូម Shadow បើសិនជាចៅណាបើសិនជាចៅចំណាយពេលមកតេស្ត Delta ខាថោកចៅគិតតម្លៃចៅគូនណាចៅក៏មកមើលតាណាចៅសម្លាញ់តាអត់ខឹងចៅទេបើតម្លៃតាវាថោកហើយចៅចូលមកមើលតាបងប្អូននៅពេល James Sock ត្រូវបានមនុស្សម្នាក់គិតថាថោកទាបណាស់ហើយមនុស្សនឹងត្រដរខ្យល់មកមើល James Sock តើតម្លៃ James Sock វាថោកឬក៏អ្នកមកមើលវាថោកអ្នកដែលខំប្រឹងតេស្ត deal James Sock តែខំប្រឹងស្រវេស្រវាមកមើល James Sock តើតម្លៃ James Sock វាទាបជាងអ្នកហ្នឹងឬក៏វាខ្ពស់ជាងអ្នកហ្នឹងគិតខ្លួនឯង Shadow ចៅឯងគិតទៅដែលចៅឯងចំណាយណែកុំ spam ណាកូនណាកុំ spam ណាកាលណា spam តាដេញចាញ់តែបើមកជេរតាអត់ដេញចាញ់ទេមក deal តាអត់ដេញចាញ់ទេតែ spam គឺតាដេញចាញ់ភ្លាម spam មានន័យថាម៉េចវាចាញ់សារ comment ហ្នឹងញាប់ពេកវាចង្អៀតកន្លែងសូមមកជេរតាដូច Shadow អីមកតេស្ត deal តាអត់មានថាអីទេពីព្រោះតាចង់ធ្វើបាវខ្សាច់ឲ្យចៅឲ្យប្រិយមិត្តតេស្ត deal ចុះតែបើ spam ចាញ់ភ្លាមដូចមួយ James អញ្ចឹងមក deal តាអត់ថាអីទេតែដល់ spam តាកាលណា spam ធ្វើឲ្យចង្អៀតតាដេញចាញ់ឥឡូវនេះត្រឡប់មកវិញ23ដុល្លារឯឆ្កាច់តប៉ែឆ្កោកមិនមែនជាហត្ថលេខីក្រុងលក្ខន្តិកៈក្រុងរ៉ូមណាដូច្នេះហើយមិនអាចដាក់សេចក្តីប្តឹងបានទេចុះពួកម៉ាសេនដែលជាសមាជិករបស់ក្រុមគល់ឫស្សីសមាជិកមួយសេនរបស់ក្រុមគល់ឫស្សីគឺជាឯកជនដែលអត់ប្តឹងបានទេដូចក្មួយមូនពេជ្រគាត់ប្តឹងអញ្ចឹងប្តឹងអត់បានទេចុះបើប្តឹងអត់បានទេបើប្តឹងអត់បានទេតើពួកអា23ដុល្លារហើយនឹងពួកអាកុលអាស័យនេះវាទៅប្តឹងអាម៉េចបានអូខេអញ្ចឹងពាក្យដែលវាភូតកុហកនេះ James Sock សុំឲ្យបងប្អូនចាំមើលរហូតដល់ដាច់ឆ្នាំនេះពីព្រោះពួកវាបានផ្សាយថានឹងទៅជួប prosecutor ICC នៅខែសីហាសូមមេត្តាកត់សម្គាល់ទុកអំពីសម្ដីរបស់ James Sock ណានឹងគឺជាណាគឺជាសម្ដីរបស់ James Sock ចាំដល់ខែសីហាឬរហូតដល់ដាច់ឆ្នាំ26តើពួកអាកុលអាស័យ23ដុល្លារឯឆ្កាច់តប៉ែឆ្កោកពិតជាប្តឹងកើតទេនឹងមួយបន្តមកទៀតសុំឲ្យយល់ជនរងគ្រោះណាអាចត្រូវបាន ICC prosecutor អាចត្រូវបាន ICC prosecutor គឺ ICC សភាចារបរោះអាចប្រមូលណាអាចប្រមូលយកមកធ្វើជា
ឧបករណ៍ក្តីមានន័យថាបើឧទាហរណ៍ថានៅតាមបណ្ដោយព្រំដែនមានប្រជាជន 10000 នាក់ដែលត្រូវទទួលរងទុក្ខស្លាប់បងស្លាប់ប្អូនឬក៏ទទួលនៅអំពើខូខើព្រៃផ្សៃដូចជាការបំផ្លាញវត្តអារាមធ្វើបាបបព្វជិតអ្នកបួសរំលោភក្មេងស្រីមិនទាន់គ្រប់អាយុកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនោះហៅថាអក្រិតកម្មសង្គ្រាមដូច្នេះជនរងគ្រោះឬក៏គ្រួសារជនរងគ្រោះអាចធ្វើជាឧបករណ៍ក្តីបានដោយការសម្រេចរបស់សភាចារបុរស ICC រឿងនេះអត់ទាន់មកដល់ទេរឿងមួយទៀតឧបចារបុរស ICC អាចប្រើមតិរបស់ប្រជាជនខ្លះបានរឿងទី3អ្វីស្រេចទៅលើការកំណត់នៃលក្ខន្តិកៈរបស់តុលាការ ICC ត្រង់នេះមានន័យថាបើយើងជាឯកជនយើងអាចផ្ញើភស្តុតាងអំពីអក្រិតកម្មទៅ ICC ឧទាហរណ៍ថាកុលស័យ$23ឯឆ្កាច់កណ្ដេញស្ញួយវាមានភស្តុតាងអំពីអក្រិតកម្មរបស់ថៃមកលើខ្មែរបើវាមានភស្តុតាងអក្រិតកម្មរបស់ថៃមកលើខ្មែរវាអាចបញ្ជូនទៅ Prosecutor Office of the ICC វាអាចបញ្ជូនទៅបានមានន័យថាមុខអកុលស័យនិងបពពួកអាចបញ្ជូនពាក្យកើតទុកមិនសុខចិត្តនិងភស្តុតាងទៅ Prosecutor Office នៃតុលាការ ICC បានតែប្តឹងអត់បានទេចុះរឿងដែលវាកំពុងតែផ្លោងចាញ់មករកស្រោមសម្បត្តិ 2-3 ថ្ងៃនេះវាថាបងប្អូនអើយដំណឹងល្អណាស់ឥឡូវ ICC ទទួលពាក្យបណ្ដឹងយើងភូតក៏ហក់ទេ ICC អត់ទទួលពាក្យបណ្ដឹងទេបងប្អូនអើយដំណឹងល្អណាស់ជាជំហានទី1ដែលពួកយើងខ្ញុំប្តឹងថៃឥឡូវហ្នឹងគេណាត់ឲ្យយើងទៅជួបគេនៅខែសីហាជាមួយមេធាវីយើង Yes ពួកអកុលស័យ$23ឯឆ្កាច់តប៉ែឆ្កោកអាច Prosecutor Office of the ICC ជួបអាចតែពាក្យថាទទួលបណ្ដឹងគឺភូតទេអាចវាមានលុយវាពឹង lawyer មេធាវីសរសេរទៅថាមានករណីសំរុំដែលចង់ឲ្យសភាចារបុរស ICC មើលឲ្យស្ដាប់អញ្ចឹងក៏ការិយាល័យនៃសភាចារបុរស ICC ថាអូខេឥឡូវខែសីហាលោកអញ្ជើញមកខ្ញុំស្ដាប់លោកណាអាហ្នឹងចឹងតែមិនមែនមានពាក្យថាទទួលបណ្ដឹងទេពួកអកុលស័យ$23ឯឆ្កាច់តប៉ែឆ្កោកបំផ្លោងថា ICC ទទួលបណ្ដឹងពីពួកវាដំណាក់កាលទី1អត់ទេខ្ញុំមិនបាច់ចាញ់ឈ្មោះទេគឺវាភូតមានអាមួយនៅស្រុកបារាំងចាញ់មកនិយាយសក់រៀងកញ្ញាញ់ដូចប្រដាប់ជូតអត់ចាញ់មកថាជាដំណឹងល្អអត់ទេគ្រាន់តែគេចង់បើវាមានការសរសេរទៅគេហើយមាន lawyer អីជួលគេហ្នឹងគឺទៅស្ដាប់មើលថាតើមានអ្វីយកទៅឲ្យគេមើលសភាចារបុរសគេទទួលយកទៅទុកតែប៉ុណ្្នឹងទេស្ដាប់ឲ្យបានមានមីនាងមួយដែលជាអាយ៉ងរបស់អកុលស័យគេតាំងនាមជារដ្ឋមន្ត្រីក្រសួងការបរទេសអត់មានខ្មេះអីទេ
ngày muốn nèng sấy nâng tới chô các bài cà rìa lấy bật sập phê American thọt mà bọc cái thà kế chỉ nè tôi khó tới ca bò tê cần đánh xuôi ấy bà rọt thà bị bà mà phê bay tọt lá ai cách tập bài cột nâng xã rọt American miền từ tôi score này nè bà xã rọt American từ tôi score niềng nâng còn tại chi American citizen mà nè từ chùa bật sập phê ta bàn tay cái thơ rất cái chế mình ta ray rồi bỏ cô là say tôi làm tốc hàng cái cá bò tết tại chùa bật sập phê dương tranh đã bảo kê tê tranh đã bảo kê tê xã rọt American ở miền từ tôi score mà phê bay tọt lá ai cách tập bài cột nâng tê vì pro hả vậy vì pro xã rọt American từ tôi score rọt tha bị bao Campuchia đại miền lục hôn mà nát chia nề dụ rọt mình trầy hỏi sát than tútរបស់អាមេរិកតាំងប្រចាំកម្ពុជាមិនមែនតាំងប្រចាំផ្ទះអកុលស័យទេបន្ទាប់មកទៀតស្ថានទូតកម្ពុជាតាំងនៅរដ្ឋធានី Washington ចំណែកអកុលស័យហើយនឹងមីស័យមួយដែលថាជារដ្ឋមន្ត្រីក្រសួងការបរទេស$23ឯឆ្កាច់តប៉ែឆ្កោកហ្នឹងវាមិនទាំងហ៊ានប្រកាសខ្លួនវាជារដ្ឋមន្ត្រីក្រសួងការបរទេសផងហើយវាមិនទាំងចេះច្បាប់ការទូតផងហើយអា$23ឯឆ្កាច់តប៉ែឆ្កោកនឹងអត់មានអង្គការពិភពលោកណាទទួលស្គាល់វាថាជារដ្ឋាភិបាលទេអញ្ចឹងហើយវាគ្រាន់តែជារឿងបំប៉ោងដើម្បីឃោសនាយកស្រោមសម្បត្តិតែប៉ុណ្ណឹងណាបងប្អូនត្រឡប់មកខ្ញុំសង្ខេបសេចក្តីឯកជនប្តឹង ICC អត់បានទេអ្នកដែលប្តឹងបានគឺរដ្ឋាភិបាលហើយរដ្ឋាភិបាលនឹងជាហត្ថលេខីលក្ខន្តិកៈក្រុងរ៉ូមរីឯអរដ្ឋាភិបាល$23ឯឆ្កាច់តប៉ែឆ្កោកគេអត់ទទួលស្គាល់ទេចំណែកឯមនុស្សម្នាបើចង់សរសេរទៅការិយាល័យសភាចារៈបុរស ICC បង្ហាញផុសតាងពីសេចក្តីទុក្ខវេទនារបស់ខ្លួនគឺអាចធ្វើបានរីឯករណីបណ្ដឹងវាសម្រេចទៅលើការនាំបណ្ដឹងរបស់សភាចារៈបុរស The ICC Prosecutor ណាហ្នឹងគឺអញ្ចឹងអូខេណាចៅមួយសួរថាលាបពណ៌គ្នាបានអីមកវិញអ៊ំទៅសួរអ្នកលាបពណ៌ក្មួយសម្លាញ់ទៅសួរអ្នកលាបពណ៌ចំណែកអ៊ំអត់មានបានលាបពណ៌អាបកាច់ណាទេអ៊ំប្រាប់ឲ្យខួរក្មួយឯងនឹងភ្លឺថ្លាកុំចាញ់បោកគេយល់ទេកូនអ៊ំនេះខំប្រឹងពន្យល់តាំងពីអាបបេថោកចង់ស៊ីឆ្អឹងឆ្នាំ2017រហូតដល់អាបបេថោកធ្វើមេត្តភូមិនិវត្តប្រមូលលុយរាប់សែនដុល្លារអត់មានបង់ពន្ធមួយសេនទេណារហូតដល់ឥឡូវចាញ់រឿងប្រមូលស្រោមសបុតមួយទៀតថាជ័យយោដំណាក់កាលទី1បានជោគជ័យតុលាការ ICC ទទួលពាក្យបណ្ដឹងពី$23ឯឆ្កាច់តប៉ែឆ្កោកជារឿងដែលអ៊ំបំភ្លឺអញ្ចឹងកាលណានិយាយពីរឿងលាបពណ៌ទៅសួរអ្នកលាបពណ៌កុំសួរជេមសុកអត់មានលាបពណ៌អ្នកណាទេជេមសុកគឺជាអ្នកផ្ដល់ពន្លឺឲ្យប្រិយមិត្តអ្នកស្ដាប់យល់ដឹងពីសភាពការជាក់ស្ដែងនៃជីវិតដូចជារឿង ICC នេះ ICC នេះបើគិតពីរឿងខ្មែរត្រូវបានឆោតគេបោកយកលុយអាចថាយ៉ាងតិច$3 លានគេប្រមូលយកលុយអាបបេថោកប្រមូលលុយ
ប្រដឹងហ៊ុនសែនមិនដឹងជាប្រមាណសែនប្រមាណលានដុល្លារទេអូខេមិនដឹងប្រមាណសែនប្រមាណលានដុល្លារទេប្រដឹងហ៊ុនសែនក្រោយមកកូនកម្មសុខាកម្មមនោវិជ្ជាក៏និយាយពីរឿងប្តឹងហ៊ុនសែនទៅ ICC ដែរប្រមូលលុយមិនដឹងប្រមាណទេអត់មាន receipt ទេអត់មានវិក័យប័ត្រទេណាមានគណៈកម្មការឯឆ្កាច់2 3មានមួយនៅអាមេរិកមានមួយនៅប៉ារីនិយាយពីរឿង ICC ហ្នឹងរហូតដល់ឥឡូវអត់មានធ្វើអីកើតទេពេលក្មួយមូនពេជ្រប្តឹងថៃ ICC ខ្ញុំបានបកស្រាយថាប្តឹងអត់បានទេ Prosecutor of the ICC can accept your letter your evidence your complaint but you are not able to trigger a case បញ្យល់តាំងពីដើមមកខ្ញុំគ្មានអីទៅចំទាស់ក្មួយមូនពេជ្រទេឥឡូវនេះពួកអាកុលអាស័យ$23ឯឆ្កាច់តប៉ែឆ្កោកកណ្ដាញ់ស្ញួយកំពុងតែបើកយុទ្ធនាការដើម្បីប្រមូលស្រោមសម្បត្តិហើយខ្ញុំក៏និយាយប្រាប់ប្រិយមិត្តឲ្យបានយល់ដឹងខ្ញុំគ្មានចោទប្រកាន់នេះតែភូតខ្ញុំប្រាប់រឿងប្តឹងទៅ ICJ នេះមួយរឿងប្តឹងទៅ ICC នេះមួយមានតែខ្ញុំទេដែលប្រាប់ថាប្តឹងបានឬមិនបានមិនបានមានតែខ្ញុំពីព្រោះខ្ញុំអត់ចង់ឲ្យជឿតែពីតែពេលអត់ចង់ឲ្យបងប្អូនចេះតែជឿទេចង់ឲ្យបងប្អូនរៀនចង់ឲ្យបងប្អូនរៀនណាអូខេអានឹងអញ្ចឹងនឹងតែប៉ុណ្្នឹងទេចង់ឲ្យបងប្អូនរៀនបងប្អូនជឿទេអញ្ចឹងខ្ញុំលេខាង Facebook ហើយខ្ញុំឆ្លើយទៅខាង YouTube ខ្លះណាបងប្អូន Facebook ចង់ដឹងសេចក្តីក៏មកមើលនៅក្នុង channel របស់ខ្ញុំដែលមានវីដេអូជិត 6,000 វីដេអូនៅ YouTube ដើម្បីអស់សេចក្តីតែខ្ញុំដឹងថាបងប្អូនខ្លះអត់ទេអត់ចង់ដឹងសេចក្តីទេណាឥឡូវឆ្លើយទៅខាងចៅគង់ឆាយមួយខាង Facebook បន្តិចទៅដើម្បីកុំឲ្យដាច់អាឡ័យបើយើងនៅកាន់លិខិតឆ្លងដែនខ្មែរប៉ុន្តែជិតផុតអាយុកាលតើស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកបញ្ហាមួយនេះដែលធម្មតាស្ថានទូតនៃប្រជាណាចក្រកម្ពុជាអាចបន្តលិខិតឆ្លងដែនឲ្យបានជាធម្មតាទូតមួយតែមានសេវាកម្មកុងស៊ុលនិងសេវាកម្មបម្រើពលរដ្ឋខ្លួនចាប់ត្រឹមប៉ុណ្ណឹងបន្ទាប់មកទៀតនៅប្រទេសកម្ពុជាមានសេវាកម្មធ្វើលិខិតឆ្លងដែនដែលគេអាចតំណាងឲ្យយើងទៅយកលិខិតឆ្លងដែនថ្មីបានបញ្ហានេះមិនមានចំណោទទេណាកូនណានឹងអញ្ចឹងខ្ញុំជំរាបលាខាង Facebook ចាំជួបគ្នាបន្តិចទៀត